សូមគោរពនឹងជំរាបសួរលោករស្រីទូរទស្សនិកជនជាទីគោរពនេះគឺជាការជួបនៅកម្មវិធីសមាធិប្រចាំសប្តាហ៍ដែលសហការផលិតដោយអង្គការ UNDP ជាមួយទូរទស្សន៍ជាតិកម្ពុជានៅក្នុងសប្តាហ៍នេះកម្មវិធីសមាធិប្រចាំសប្តាហ៍ផ្ដោតទៅលើប្រធានបទសាមញ្ញមួយដែលយើងទាំងអស់គ្នាតែងតែជួបប្រទះនោះគឺសម្រាមជាធម្មតានៅតាមផ្ទះនីមួយៗយើងតែងតែមានការលំបាកក្នុងការរើសកន្លែងចោលសម្រាមព្រោះវាស្អុយនិងនាំឲ្យខូចបរិស្ថានចូលនៅទីក្រុងភ្នំពេញទៅមូលវិញតើការងារប្រមូលសម្រាមមានអ្វីកើតឡើងនៅប្រទេសជឿនលឿនមួយចំនួនគេបានប្រើប្រាស់គ្រប់លទ្ធភាពដើម្បីកែច្នៃសម្រាមយកមកប្រើប្រាស់វិញនិងកាត់បន្ថយគំនរសម្រាមដែលពីមួយថ្ងៃទៅមួយថ្ងៃកើតឡើងដូចភ្នំចូលនៅកម្ពុជាយើងវិញយើងធ្វើបានអ្វីខ្លះហើយក៏ប៉ុន្តែមនុស្សតាមដានទស្សនានៅរឿងរ៉ាវនេះយើងខ្ញុំសូមគ្រប់មួយជលោកអ្នកតាមដានទស្សនានៅបទយកាតរបស់កម្មវិធីសមាធិប្រចាំសប្តាហ៍គឺស្ដីអំពីឡានកែច្នៃនៅកម្ពុជាឬភាគច្រើនគេហៅថាគោយន្តនោះតើការផលិតឡានកែច្នៃនេះយ៉ាងណានោះយើងខ្ញុំសូមគ្រប់មួយជលោកអ្នកតាមដានទស្សនាជាមួយកម្មវិធីសមាធិប្រចាំសប្តាហ៍ដូចតទៅរថយន្តកែច្នៃដែលគេនិយមហៅថាគោយន្តកំពុងក្លាយទៅជាការពេញនិយមសម្រាប់ការប្រើប្រាស់របស់ប្រជាពលរដ្ឋនៅតាមទីជនបទក្នុងខេត្តនានាដោយសាររថយន្តនេះមានភាពងាយស្រួលក្នុងការដឹកជញ្ជូនធ្វើដំណើរផ្លូវលំបាកក្រឡុកល្បាប់និងចូលក្នុងព្រៃវាមានភាពងាយស្រួលជាងរថយន្តធម្មតារថយន្តប្រភេទទាំងនេះត្រូវបានគេដឹងថាគេអាចកែច្នៃទៅតាមតម្រូវការអ្នកប្រើប្រាស់នៅតាមតំបន់ផ្ទាល់ដែលគេរស់នៅរថយន្តកែច្នៃប្រភេទនេះប្រជាជនកម្ពុជាខ្លះពុំទាន់បានស្គាល់និងពុំដែលធ្លាប់បានជិះទេតើនៅថ្ងៃអនាគតរោងសិប្បកម្មផលិតរថយន្តទាំងនេះនឹងក្លាយទៅជាមុខព្រួញឧស្សាហកម្មសំខាន់សម្រាប់ប្រទេសកម្ពុជាដែរឬទេលោកស្រុនគឹមអានប្រជាពលរដ្ឋរស់នៅស្រុកស្ទឹងត្រង់ខេត្តកំពង់ចាមបានទិញរថយន្តកែច្នៃនេះយកទៅប្រើប្រាស់ចំនួន2គ្រឿងសម្រាប់បម្រើដល់មុខរបររកស៊ីរបស់គាត់សពថ្ងៃគោយន្តរបស់ខ្ញុំមាន2គ្រឿងទិញយកទៅដឹកខ្សាច់ដឹកថ្មដឹកស្រូវអីសពបែបយ៉ាងទាំងអស់ហើយគោយន្តនឹងប្រើធន់ណានេះវាអាចរត់ដីល្បាប់វាថាបានវាថាផុងផាយមកអីវាអាចទៅរួចគោយន្តដែលគេកែច្នៃហ្នឹងវាថ្លៃជាងរបស់កូរ៉េហើយវាប្រើធន់ជាងរបស់កូរ៉េបូករបស់កូរ៉េវាផុងផាយទៅរួចទេវាអាចធានាខាងក្នុងការដឹកធ្ងន់វាមិនសូវខូចប្រភេទរថយន្តកែច្នៃនេះមានតម្លៃក្នុងមួយគ្រឿងចាប់ពី$2,700អាមេរិករហូតដល់$14,000អាមេរិកដែលប្រជាពលរដ្ឋនៅតាមបណ្ដាខេត្តនិយមប្រើប្រាស់សម្រាប់តម្រូវការចាំបាច់នៅតាមតំបន់លោកតាំងធាជាអាជីវករនៅស្រុកត្បូងឃ្មុំខេត្តកំពង់ចាមបានប្រើប្រាស់រថយន្តនេះសម្រាប់ធ្វើចរាចរណ៍ទំនិញរបស់គាត់ជារៀងរាល់ថ្ងៃឡានកែច្នៃនៅស្រុកខ្មែរហ្នឹងយើងអាចមានជំនឿចិត្តទៅ70%ដែលយើងអាចធ្វើដំណើរដឹកដោយសារថាវិការយើងខ្វះទីទួយហ្នឹងយើងអាចធ្វើឡានយើងកែច្នៃនៅស្រុកខ្មែរហ្នឹងបានព្រោះដោយសារអាហ្នឹងវាតម្លៃថោកហើយថាគុណភាពប្រើគឺវាអាចប្រើប្រាស់ទៅបានការដឹកជញ្ជូនរបស់យើងផ្លូវចិត្តហ្នឹងនៅឃុំស្វាយអន្តរស្រុកព្រៃវែងខេត្តព្រៃវែងមានប្រជាជនចំនួន70%បានប្រើប្រាស់ប្រភេទរថយន្តកែច្នៃនេះហើយតំបន់នេះគឺជាកន្លែងដែលបានចាប់ផ្ដើមផលិតរថយន្តកែច្នៃមុនគេបង្អស់តាំងពីឆ្នាំ1998មកលោកអុលចិនដាត្រូវបានគេស្គាល់ថាជាជាងជើងចាស់មុនគេបង្អស់បានឲ្យដឹងថាលោកចេះរបៀបធ្វើមកពីប្រទេសវៀតណាមហើយការធ្វើនេះគឺតម្រូវទៅតាមចិត្តរបស់អ្នកទិញក្នុងមួយឆ្នាំលោកចិនដាផលិតបានជាង40គ្រឿងហើយរថយន្តទាំងនេះបានបញ្ជូនទៅគ្រប់ខេត្តក្រុងក្នុងប្រទេសចំពោះការផលិតលោកបានខិតខំសិក្សាពីបច្ចេកទេសថ្មីៗបន្ថែមទៀតដែរដូចជាថ្មីនេះលោកទើបតែត្រឡប់មកពីទទួលការបំពាក់បំប៉នបច្ចេកទេសបន្ថែមពីមន្ត្រីជំនាញនៅមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តព្រៃវែងអានេះបើនិយាយទៅដូចតឡានដែរព្រោះឲ្យតែយើងដូចថារៀបនៅក្នុងតម្លៃចាប់ពី$4,000ឡើងលើឡាន2តោនកន្លះក៏មិនលើវាដែរយើងរៀបត្រូវស្តង់ដាររបស់វាវាស់វែងឲ្យត្រូវហើយរៀបប្រព័ន្ធចង្កូតហ្នឹងដាក់ចង្កូតបូមហើយប្រាំងហ្នឹងដាក់ប្រាំងខ្យល់លាយប្រេងអញ្ចឹងទៅអាហ្នឹងវាធានាសមត្ថភាពហើយឡានមួយបើធ្វើខ្ញុំមួយកូនជាងខ្ញុំធ្វើដូចជាមិនលើពី10ថ្ងៃទេបងអូបើនិយាយពីប្រាក់ចំណេញពីមុនចំណេញច្រើនណាបងបាទដែកវាថោកគ្រឿងវាថោកឥឡូវដល់ពេល
ដៃក៏ថ្លៃអាគ្រឿងក៏ថ្លៃគោយន្តមួយបើគិតទៅអត់សល់បានលុយ200 ទោះបីជាយ៉ាងណាក៏ដោយនៅមានប្រជាជនភាគច្រើនមិនទាន់ហ៊ានទិញរថយន្តកែច្នៃទាំងនេះយកទៅប្រើប្រាស់ដែរវាច្រើនថារត់ទៅវាមិនប្រសិទ្ធភាពវាយ៉ាងភ្លាវvì là mỗi vì mình đôi giờ phò kê màu phò kê món là họ tới Việt Nam nhóm thọp khơi cái phở tới vì bà tiền bỏ kê nóm châu bà đang cường con la bà đang ấy đâuក៏ប៉ុន្តែនៅខេត្តព្រៃវែងអ្នកប្រើប្រាស់រថយន្តកែច្នៃឬគោយន្តទាំងអស់បានទទួលបានបើកបរនឹងការផ្ដល់ផ្លាកលេខពីមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តសម្រាប់ការធ្វើចរាចរណ៍បាននៅលើផ្លូវសាធារណៈមុនប្រើប្រាស់យានយន្តកែច្នៃដូចជាគោយន្តនេះតាំងយើងខ្ញុំត្រួតពិនិត្យបច្ចេកទេសតាំងពីភ្លើងបាទតាំងពីដៃចង្កូតប្រព័ន្ធដែលយើងអាចថាដំណើរការហ្នឹងមើលត្រួតពិនិត្យតាំងពីកង់ប្រព័ន្ធផ្សេងទៀតហើយបានឈានឡើងទៅយកបានផ្លាកលេខឲ្យតែមានបានបើកបរមកទៅឈៀកធ្វើអាជីវកម្មគឺបានគម្រោងអភិវឌ្ឍសហគ្រាសខ្នាតតូចនិងមធ្យមនៅកម្ពុជាបានធ្វើការងារជាមួយប្រជាពលរដ្ឋដែលជាម្ចាស់រោងសិប្បកម្មផលិតរថយន្តកែច្នៃក្នុងខេត្តចំនួន4មានខេត្តក្រចេះកំពង់ចាមស្វាយរៀងនិងខេត្តព្រៃវែងទាំង4ខេត្តនេះមានរោងសិប្បកម្មចំនួន50កន្លែងដែលក្នុងនោះមានផលិតរថយន្តកែច្នៃនិងម៉ាស៊ីនបោកស្រូវលោកអឿនសុផាតមន្ត្រីជំនាញក្នុងគម្រោងនេះបានបញ្ជាក់ដែរថាបច្ចុប្បន្ននេះគម្រោងដែលធ្វើការជាមួយផ្នែករថយន្តកែច្នៃនេះកំពុងហាក់បីដូចជាទទួលបរាជ័យដោយសារម្ចាស់រោងសិប្បកម្មទាំងនោះពុំមានការចាប់អារម្មណ៍លើការងារនេះទេលោកនៅមិនទាន់ហ៊ានបញ្ជាក់ពីការប្រើប្រាស់រថយន្តកែច្នៃទាំងនេះថាមានសុវត្ថិភាពឬក៏អត់នោះដែររថយន្តកែច្នៃដែលគេផលិតឡើងគឺមានច្រើនប្រភេទណាស់គឺមានតាំងពីធុនតូចរហូតដល់ធុនធំដែលអាចចុះចកាទៅបានរហូតដល់ជាង10តោនបានហើយរថយន្តដែលផលិតដែលធំមែនទែនហើយដែលមានការពេញនិយមខ្លាំងគឺជាទូទៅគឺនៅក្នុងខេត្តកំពង់ចាមនៅក្នុងស្រុកនិមិត្តបើនិយាយអំពីផ្នែកខាងបច្ចេកទេសនៃការផលិតសម្រាប់ខ្លួនខ្ញុំផ្ទាល់ជាយោបល់របស់ខ្ញុំផ្ទាល់គឺខ្ញុំសង្កេតឃើញថាតែនៅមានការខ្វះខាតចំណុចមួយចំនួនបើធៀបនឹងរថយន្តដែលគេផលិតដែលមានការត្រួតពិនិត្យពីរូបចាប់ពីព្រោះថារាល់ការផលិតគឺយើងតែងតែធ្វើដោយដៃចាប់ផ្គុំហើយការសាកន្លែងមួយចំនួនទោះបីយើងថាមានភាពមាំទាំក៏មានកន្លែងខ្លះដែលមិនអាចធានាសុវត្ថិភាពបានគ្រប់គ្រាន់គេមិនទាន់ដឹងថាគ្រប់រោងសិប្បកម្មកែច្នៃរថយន្តទាំងនេះមានច្បាប់ធ្វើអាជីវកម្មត្រឹមត្រូវនិងមានបច្ចេកទេសពិតប្រាកដឬទេក្នុងច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកមាត្រា49បានចែងថាគ្រប់យានដ្ឋានជួសជុលយានយន្តនិងយានដ្ឋានកែច្នៃដំឡើងយានយន្តត្រូវមានលិខិតអនុញ្ញាតធ្វើអាជីវកម្មដែលចេញដោយក្រសួងសាធារណការនិងដឹកជញ្ជូននិងក្នុងករណីចាំបាច់ត្រូវមានការត្រួតពិនិត្យពីក្រសួងមហាផ្ទៃទម្រង់បែបបទនៃការចេញលិខិតអនុញ្ញាតធ្វើអាជីវកម្មយានដ្ឋានជួសជុលនិងយានដ្ឋានកែច្នៃយានយន្តព្រមទាំងបទដ្ឋានបច្ចេកទេសកែច្នៃយានយន្តត្រូវកំណត់ដោយអនុក្រឹត្យលោកកៅសវិនប្រធាននាយកដ្ឋានដឹកជញ្ជូនផ្លូវគោកនៃក្រសួងសាធារណការនិងដឹកជញ្ជូនបានឲ្យដឹងថារហូតមកទល់ពេលនេះអនុក្រឹត្យស្តីពីការគ្រប់គ្រងយានដ្ឋានជួសជុលនិងយានដ្ឋានកែច្នៃដំឡើងយានយន្តនៅមិនទាន់អនុញ្ញាតឲ្យប្រើប្រាស់ជាផ្លូវការនៅឡើយទេកំពុងដាក់ជូនការសម្រេចពីគណៈរដ្ឋមន្ត្រីលោកសេទូរទស្សនិកជនជាទីគោរពជាបន្តទៅនេះសូមគោរពអញ្ជើញតាមដានទស្សនាកិច្ចសន្ទនារបស់លោកស្រីនឹងធុជាមួយនឹងភ្ញៀវកិត្តិយសរបស់យើងនៅក្នុងថ្ងៃនេះនៅឯស្ទូឌីយោវិញម្ដងតាមទស្សនាជាមួយកម្មវិធីដូចតទៅអរគុណលោកខឹមវុធីលោកស្រីអ្នកនាងកញ្ញាទូរទស្សនិកជនជាទីគោរពសម្រាប់គឺជាបញ្ហាចំពោះមុខរបស់ប្រជាពលរដ្ឋជាពិសេសគឺប្រជាពលរដ្ឋដែលរស់នៅតាមទីក្រុងនានាកំណើននៃប្រជាជនបានធ្វើឲ្យកាកសំណល់មានការកើនឡើងហើយកាកសំណល់ទាំងឡាយនោះប្រសិនបើយើងគ្រប់គ្រងមិនបានត្រឹមត្រូវទេនោះវានឹងនាំឲ្យមានគ្រោះថ្នាក់ដល់បរិស្ថាននិងសុខភាពរបស់យើងនៅក្នុងថ្ងៃនេះកម្មវិធីសមត្ថភាពប្រចាំសប្តាហ៍សូមលើកយកប្រធានបទមួយដែលស្ដីអំពីការគ្រប់គ្រងសម្រាមនៅក្នុងរាជធានីភ្នំពេញនៅក្នុងថ្ងៃនេះកម្មវិធីយើងមានកិត្តិយសបានអញ្ជើញលោកអនុបណ្ឌិតជូកំហេងជំរាបសួរលោកចាលោកគឺជានាយកអង្គការកែច្នៃសម្រាមនិងការសិក្សានៅកម្ពុជាជាមុននឹងជំរាបសួរលោកនៅសំណួរមួយចំនួនដែលតកតងទៅនឹងកាកសំណល់ឬក៏សម្រាមនេះនាងខ្ញុំសូមអញ្ជើញលោកនឹងទូរទស្សនិកជនទស្សនាបទការរបស់យើងសូមអញ្ជើញ
ជារៀងរាល់ថ្ងៃមានសម្រាមដែលជាកាកសំណល់ប្រើប្រាស់ប្រចាំថ្ងៃប្រមាណជា 1000 តោនត្រូវបានប្រមូលយកចេញពីរាជធានីភ្នំពេញទៅចោលនៅទីលានចោលសម្រាមទាំងអស់នេះបានប្រមូលនៅតាមកន្លែងនានាក្នុងរាជធានីដោយក្រុមហ៊ុន Sintri ដែលជាក្រុមហ៊ុនឯកជនដ៏ធំមួយរដ្ឋកោគ្រប់គ្រងសំណល់រាជធានីភ្នំពេញនិងក្រុមហ៊ុន Sarom Trading ធ្វើអាជីវកម្មលើការប្រមូលសម្រាមឧស្សាហកម្មការប្រមូលសម្រាមបានធ្វើឡើងទៅតាមការកំណត់ពេលវេលាច្បាស់លាស់និងទៅតាមទីតាំងដែលក្រុមហ៊ុនបានកំណត់ឲ្យហេតុនេះហើយការប្រមូលសម្រាមនិងការបោសសម្អាតបានប្រព្រឹត្តទៅយ៉ាងល្អនៅតាមបណ្ដាផ្លូវធំៗនិងនៅតាមទីសាធារណៈក្នុងរាជធានីភ្នំពេញហើយក៏ទទួលបានការគាំទ្រផងដែរពីអាជ្ញាធរនិងប្រជាពលរដ្ឋដែលរស់នៅក្នុងតំបន់នោះ6 5ដូចអត់មានអីបាក់ដែរឃើញព្រលឹមឡើងគេយកអស់ទៅហើយដល់ថ្ងៃនេះគេមកបង់ប៉ុន្តែនៅតាមបណ្ដាផ្លូវតូចៗនិងទីតាំងមួយចំនួនក្នុងរាជធានីភ្នំពេញវិញនៅមានប្រជាពលរដ្ឋមួយចំនួនបានត្អូញត្អែពីការយឺតយ៉ាវនៃការមកប្រមូលសម្រាមរបស់ក្រុមហ៊ុនដោយមានការកោទុកសម្រាមរយៈពេលពី2 ឬ 3 ថ្ងៃបណ្ដាលឲ្យមានក្លិនស្អុយចំណែកនៅតាមកន្លែងខ្លះទៀតដោយសារពុំមានកន្លែងចោលសម្រាមត្រឹមត្រូវប្រជាពលរដ្ឋបានយកសម្រាមទៅចោលតាមទីសាធារណៈទោះបីមានការហាមឃាត់ឬការផាកពិន័យពីអាជ្ញាធរក៏ដោយវាធំក្លិនស្អុយពេលវាណាវារើឡើងទៅវាស្អុយពេលខែភ្លៀងមកពេចចឹងទឹកហូរទឹកអលហុយចូលមកផ្ទះថង់សម្រាមចូលមកក្នុងផ្ទះមានសំណុំពរថាយកដាក់ឲ្យចិត្តទៅដាក់អត់ថយមានគម្របគ្របទៅកុំឲ្យវាជះក្លិនមកលើកូនចៅអីវាធំក្លិនទៅខ្លាចឈឺខ្លាចអីការលំបាកហ្នឹងពិបាកនឹងគេព្រលឹមឡើងហ្នឹងយើងត្រូវប្រមូលសម្រាមហ្នឹងហើយនឹងល្ងាចឡើងជុំការគេថាគេយកឡានមកយើងត្រូវត្រៀមចាំដែលយើងយកគេឡានគេថាឡានហ្នឹងមកយកហើយទៅយើងអត់មករាល់ថ្ងៃគេអត់ដែលឃើញមកយកទេអញ្ចឹងយើងត្រូវល្ងាចឡើងយកទៅចាក់នៅខ្នាតលើហ្នឹងដែលគេកន្លែងគេហាមឃាត់ដើម្បីដោះស្រាយបញ្ហាខាងលើនេះឲ្យបានជោគជ័យអាជ្ញាធរមូលដ្ឋានបានសំណូមពរឲ្យក្រុមហ៊ុន Sintri បង្កើនល្បឿននៃការប្រមូលសម្រាមនេះបន្ថែមទៀតនិងរៀបចំកន្លែងស្ដាក់សម្រាមឲ្យបានសមរម្យនៅតាមទីតាំងដែលមានការលំបាកទាំងនោះជាមួយគ្នានេះដែរក៏បានអំពាវនាវឲ្យប្រជាពលរដ្ឋទាំងអស់ចូលរួមនៅក្នុងការងារទុកដាក់និងចោលសម្រាមនេះឲ្យបានល្អធ្វើដូច្នេះទើបការដោះស្រាយបញ្ហាសម្រាមលែងជួបការលំបាកសំណុំពររបស់ប្រជាពលរដ្ឋដែលស្នើសុំមកសកាត់នេះហើយសកាត់ក៏បានធ្វើពាក្យនេះទៅក្រុមហ៊ុនដោយផ្ទាល់ឬក៏តាមរយៈខណ្ឌក្តីថាធ្វើយ៉ាងណាឲ្យក្រុមហ៊ុនថាធ្វើការមកយកសម្រាមនេះឲ្យបានទៀងទាត់ទីតាំងដែលប្រមូលផ្ដុំធ្វើយ៉ាងណាយកឲ្យបានទាន់ពេលវេលាហើយឲ្យបានស្អាតគូបញ្ជាក់ផងដែលថាក្រុមហ៊ុន Sintri បានធ្វើអាជីវកម្មប្រមូលសម្រាមតាមគេហដ្ឋានចាប់តាំងពីឆ្នាំ2001មកម្លេះដោយមានកម្មករប្រមាណជា800នាក់យោងតាមកិច្ចសន្យាក្រុមហ៊ុន Sintri នឹងបន្តធ្វើអាជីវកម្មប្រមូលសម្រាមនៅរាជធានីភ្នំពេញសម្រាប់រយៈពេល40ឆ្នាំទៀតបច្ចុប្បន្នក្រុមហ៊ុននេះត្រូវបានមើលឃើញថាបានអនុវត្តការងារប្រមូលសម្រាមនេះបានល្អជាងបណ្ដាក្រុមហ៊ុនមុនឆ្លើយតបទៅនឹងការត្អូញត្អែរបស់ប្រជាពលរដ្ឋមួយចំនួនដែលមានការលំបាកជាមួយនឹងបញ្ហាចោលសម្រាមក៏ដូចជាការតម្រូវឲ្យបង់ថ្លៃសេវាប្រមូលសម្រាមជាមួយវិក័យប័ត្រអគ្គិសនីនោះថ្នាក់ដឹកនាំរបស់ក្រុមហ៊ុនបានឲ្យដឹងយ៉ាងដូចនេះថាក្រុមហ៊ុនយល់ឃើញយ៉ាងច្បាស់ថាបទកថាដឹកនាំនេះវាងាយស្រួលគ្រប់យ៉ាងទាំងអស់តាំងពីការចំណាយបុគ្គលិកតិចមិនប្រើច្រើននេះព្រោះថានៅក្នុងរាជធានីភ្នំពេញរបស់យើងវាមានជាង 100000 គ្រួសារដែរអញ្ចឹងវាជាចំណុចលំបាកគ្រប់គ្រងណាអញ្ចឹងភ្ជាប់នៅក្នុងប្រព័ន្ធ EDC នេះគឺវាមានអត្ថប្រយោជន៍ជាច្រើនហើយជាភាពងាយស្រួលសម្រាប់ក្នុងការដឹកនាំហើយជាភាពត្រឹមត្រូវល្អណាស់យុត្តិធម៌ទៀតបងដើម្បីកែតម្រង់ឲ្យបានល្អនោះក្រុមហ៊ុននិងអាជ្ញាធរត្រូវតែសហការពេលម៉ោងកំណត់ប្រចាំថ្ងៃដើម្បីរថយន្តរបស់ក្រុមហ៊ុននោះមកដឹកជញ្ជូនគឺមានវិធីនេះមួយទេនៅក្នុងការបញ្ចេញសម្រាមតាមលំនៅឋានក្នុងការធ្វើឲ្យរាជធានីភ្នំពេញក្លាយជាទីក្រុងមួយមានសោភ័ណភាពអនាម័យនិងដោះស្រាយបានបញ្ហាសម្រាមដែលនៅសេសសល់ទាំងអាជ្ញាធរនិងក្រុមហ៊ុនសុទ្ធតែបានអះអាងដូចគ្នាថា
នឹងធ្វើការសហការគ្នាជាមួយប្រជាពលរដ្ឋដើម្បីធ្វើការវិកចំសម្រាមឲ្យបានល្អប្រមូលចេញឲ្យបានទាន់ពេលវេលានិងរិះរកវិធានការផ្សេងៗដើម្បីឲ្យការងារប្រមូលសម្រាមនេះបានល្អប្រសើរនៅពេលអនាគតប៉ុន្តែនេះគ្រាន់តែជាការអះអាងតែប៉ុណ្ណោះការអនុវត្តទទួលបានលទ្ធផលកម្រិតណានោះនៅពុំទាន់ដឹងពិតប្រាកដនៅឡើយទេនៅក្នុងការងារបម្រើសេវាប្រមូលសម្រាមនេះក្រៅពីក្រុមហ៊ុនសិនទ្រីតើមានក្រុមហ៊ុនណាផ្សេងទៀតទេលោកសប្តាហ៍នេះនៅក្នុងរាជធានីភ្នំពេញយើងក្រៅពីក្រុមហ៊ុនសិនទ្រីគឺសាលាក្រុងមានរដ្ឋកោមួយដើម្បីធ្វើការងារប្រមូលនិងដឹកជញ្ជូនសម្រាមនេះដែរគឺជារដ្ឋកោរាជធានីភ្នំពេញដែលហៅកាត់ថា PPWM ហើយក្នុងការប្រមូលសម្រាមនេះដែរគឺយើងនៅមានក្រុមហ៊ុនមួយទៀតដែលគាត់ប្រមូលសម្រាមនៅផ្សារដើមកោបាទគឺគាត់ដឹកជញ្ជូននិងប្រមូលសម្រាមនៅផ្សារដើមកោហើយពពួកដែលក្រុមដែលធ្វើជាអ្នកប្រកបរបរសត្វឃាតនោះគឺគាត់ដឹកសំណល់របស់គាត់សម្រាមរបស់គាត់ហ្នឹងយកទៅចាក់ចោលនៅទីលាននៅខ្លួនឯងចា៎នៅក្នុងបទយកម្មបាញ់មិញយើងឃើញបង្ហាញពីតំបន់ខុសៗគ្នាកន្លែងខ្លះទៅគឺការប្រមូលសម្រាមទាន់ពេលវេលាធ្វើឲ្យទីនោះស្អាតហើយនៅកន្លែងខ្លះទៀតក៏មានការយឺតយ៉ាវបន្តិចដែលធ្វើឲ្យទីនោះមានភាពកខ្វក់លោកអាចជម្រាបបានទេថាតើមូលហេតុអ្វីដែលធ្វើឲ្យការប្រមូលសម្រាមនេះមានភាពយឺតយ៉ាវចា៎ការយឺតយ៉ាវហ្នឹងគឺវាទីមួយគឺអាស្រ័យនៃប្រជាពលរដ្ឋខ្លួនឯងនឹងផងបាទដោយគាត់មានការធ្វើការវិកខ្ចប់នឹងឯងមិនបានត្រឹមត្រូវអញ្ចឹងជាពិសេសហ្នឹងគឺពួកអេតចាយទៀតបើស្នាជាគាត់រៀបចំបានត្រឹមត្រូវហើយពួកអេតចាយមកគាត់ស្រាយគាត់រើអញ្ចឹងគាត់រើហើយហ្នឹងគាត់មិនខ្ចប់ទៅវិញទេជួនកាលគាត់ចាក់រាយទៀតបាទដល់ពេលក្រុមហ៊ុនដែលគាត់ត្រូវមកប្រមូលហ្នឹងកន្លែងមួយដែលគាត់គិតថាគាត់ចំណាយពេលតែ3នាទីគាត់ត្រូវចំណាយពេលទៅ5ទៅ7នាទីការប្រមូលហើយមូលហេតុទី2ទៀតបាទដោយសារជួនកាលយានយន្តរបស់យើងនឹងវាចាស់អញ្ចឹងទៅវាអាចខូចតាមផ្លូវវាអាចខូចអីអញ្ចឹងហើយយើងដឹងហើយនៅរាជធានីភ្នំពេញចរាចរណ៍វាមានការកកស្ទះច្រើនការយឺតយ៉ាវមួយទៀតជាពិសេសនៅរដូវវស្សាបាទជួនកាលខាងក្រុមហ៊ុនហ្នឹងគាត់បានរៀបចំពេលវេលាបានតាមផែនការរបស់គាត់ហើយប៉ុន្តែចំពេលដែលភ្លៀងមកហើយផ្លូវឡើងទៅចាក់ទីលាននឹងឯងវាសឹងថាយើងបើកកាត់បឹងទៅហើយផ្លូវឡើងហ្នឹងបាទដែលសាលាក្រុងគាត់អាសាទៅរៀបចំដោះស្រាយដែរប៉ុន្តែដោយសារផ្លូវហ្នឹងវាចេះតែខូចទៅវិញតែអញ្ចឹងការធ្វើដំណើរទៅចាក់សម្រាប់នៅលើទីលានហ្នឹងវាមានការយឺតយ៉ាវទាំងអស់ហ្នឹងគឺបានន័យថាគ្រប់ដំណាក់កាលហ្នឹងកណ្ដាលយឺតយ៉ាវកន្លែងណាមួយវាធ្វើឲ្យមានការយឺតយ៉ាវសឹងតែទាំងអស់គ្នាចាហើយយើងឃើញថាសប្តាហ៍នេះក៏មានអង្គការមួយចំនួនដែរដែលធ្វើការកែច្នៃសម្រាមដូច្នេះដើម្បីឲ្យមានភាពងាយស្រួលក្នុងការប្រមូលសម្រាមដែលសម្រាប់យកទៅកែច្នៃនោះចាំបាច់តែមានការញែកសម្រាមឲ្យដាច់ពីគ្នាតែសប្តាហ៍នេះប្រជាពលរដ្ឋយើងមានការយល់ដឹងយ៉ាងណាខ្លះដែរចំពោះការញែកសម្រាមនេះចា៎កម្រិតនៃការយល់ដឹងរបស់ប្រជាជនសប្តាហ៍ទៅលើការញែកសម្រាមជាទូទៅគឺនៅមានកម្រិតទាបណាស់ហើយចំពោះប្រជាពលរដ្ឋមួយចំនួនដែលគាត់មានការយល់ដឹងហើយតែគាត់មិនបានធ្វើការញែកទេដោយសារយើងនៅខ្វះនៃការរៀបចំឲ្យមានការឡើងជាច្បាប់ឲ្យប្រជាពលរដ្ឋហ្នឹងការញែកសម្រាមព្រោះមានប្រយោជន៍ក្នុងការញែកបើសិនជាឡានហ្នឹងគាត់មកដឹកទៅគាត់ដឹកយកមកចាក់ចូលទាំងអស់គ្នាជារឿយៗយើងតែងតែលើអ្នកជំនាញមានប្រសាសន៍អំពីគ្រោះថ្នាក់នៃការសំណល់ដូចជាថ្មពិលនេះខ្ញុំសូមអញ្ជើញលោកបញ្យល់បន្តិចថាតើថ្មពិលហ្នឹងវាមានវាបង្កគ្រោះថ្នាក់យ៉ាងដូចម្តេចដែរចា៎ថ្មពិលដែលគាត់ប្រើហើយហ្នឹងបាទដូចជាថ្មរ៉ាឌីយ៉ូដូចថ្មអីចឹងគាត់បោះចោលក្នុងពេលណាមួយវាចាប់ដើមច្រេះបាទពេលវាចាប់ដើមច្រេះហ្នឹងអាសមាសធាតុផ្សំទាំងប្រមាណដែលគេធ្វើឲ្យបានទៅចេញជាថ្មពិលហ្នឹងវានឹងញែកចេញពីគ្នាហើយវានឹងហូរចូលទៅក្នុងទឹកទន្លេទឹកបឹងដែលនៅជុំវិញនោះហើយវាអាចជ្រាបចូលទៅក្នុងទឹកប្រភពទឹកក្រោមដីមួយទៀតនេះគឺជាគ្រោះថ្នាក់មួយទៀតដែលប្រជាពលរដ្ឋគាត់កំពុងតែអនុវត្តសប្តាហ៍ហ្នឹងថ្មពិលដែលគាត់បោះចោលនៅក្នុងលើដីផ្ទះទីធ្លារបស់គាត់ហ្នឹងជួនកាលគាត់បបោសហើយគាត់ដុតចា៎បាទដល់ពេលគាត់ដុតហ្នឹងអាសមាសធាតុជាពិសេសហ្នឹងគឺបារ៉តណាកណាបារ៉តកណាយើងដុតវាចាប់ផ្ដើមហើបហ្នឹងអញ្ចឹងបានប្រជាពលរដ្ឋកណាគាត់ដុតសម្រាមនៅក្នុងនោះវាមានថ្មពិលផងវាមានផ្លាស្ទិកផងគាត់ច្រើនតែដុតហើយហ្នឹងគាត់ថាគាត់អត់ស្រួលខ្លួនទេបញ្ហាដូចដំណើរឈាមរបស់គាត់អត់ល្អអីដោយសារគាត់ស្រូបអាជាតិពុលហ្នឹងឯងចូលក្នុងខ្លួនហើយឲ្យកូនចៅរបស់គាត់ហ្នឹងឯងក៏ខ្យល់ដែរ
តើកាកសំណល់សហកម្មមុននឹងយកទៅចោលតើគួរតែធ្វើយ៉ាងម៉េចខ្លះដើម្បីឲ្យជឿជាក់ថាកាកសំណល់នោះពិតជាមានសុវត្ថិភាពបាទរោងចក្រដំបានជាទូទៅគាត់ត្រូវការលាយពណ៌ដើម្បីឲ្យកណាត់ពណ៌នឹងគាត់នឹងទៅជាពណ៌ផ្សេងគ្នាប៉ុន្តែវាមិនមែនតែប៉ុណ្្នឹងគាត់ត្រូវប្រើជាតិគីមីមួយចំនួនទៀតដើម្បីឲ្យគុណភាពរបស់កណាត់នឹងកណាត់របស់គាត់នឹងកាន់តែល្អណាកុំឲ្យងាយទក់ណាឲ្យអ៊ុតទៅវារលោងកុំឲ្យវារលោងពេកអញ្ចឹងបាទដល់ពេលអញ្ចឹងគាត់ត្រូវការប្រើពាក្យជាតិគីមីច្រើនណាជាតិគីមីច្រើនម្ល៉េះហើយពេលដែលគាត់ផលិតទៅគឺអាទឹកនឹងលាយជាមួយសមាសធាតុនឹងណាវាហូរទៅជាសំណល់រាវមួយបាទអញ្ចឹងសំខាន់អាសំណល់នឹងបើប្រសិនណាជាគាត់បង្ហូរចូលទៅក្នុងទន្លេតែម្ដងគឺវាគ្រោះថ្នាក់តែខាតគាត់ត្រូវធ្វើប្រតិកម្មជាមុនត្រូវធ្វើប្រតិកម្មជាមុនដែលយោងទៅតាមគោលការណ៍ណែនាំឬអនុក្រឹត្យរបស់ក្រសួងបរិស្ថានហើយខ្ញុំចង់បញ្ជាក់ដែរហើយខ្ញុំសូមអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ដែលគាត់ចិញ្ចឹមជ្រូកបាទប្រជាពលរដ្ឋគាត់ចិញ្ចឹមជ្រូកហ្នឹងគាត់ច្រើនតែទៅយកកណាត់សំណល់រោងចក្រដែលគេកាត់កាអាវបាទគាត់ដឹកឯងទាំងអាទិសទាំងលម៉កទៅយកទៅណែធ្វើជំនួសអុសយកទៅដុតដើម្បីណែធ្វើបាយជ្រូកបាទនឹងគឺគ្រោះថ្នាក់ណាស់សូមថ្លែងអំណរគុណហើយជាបន្តទៅទៀតនេះសូមអញ្ជើញទូទាំងទស្សនិកជននិងលោកអនុបណ្ឌិតទស្សនាបទយការបស់យើងជាបន្តទៀតដែលតាក់ទងទៅនឹងប្រព័ន្ធលូទឹកនៅក្នុងរាជធានីភ្នំពេញយើងសូមអញ្ជើញបច្ចុប្បន្នមានមនុស្សប្រមាណជា1.4 លាននាក់រស់នៅរាជធានីភ្នំពេញបើតាមការឲ្យដឹងពីអង្គភាពបូមទឹកនិងលូទឹករាជធានីភ្នំពេញថាក្នុងមួយឆ្នាំមានបរិមាណទឹកចំនួនប្រមាណជា85ដងច្រើនជាងចំនួនប្រជាជនទាំងនោះត្រូវបានបូមចេញពីរាជធានីភ្នំពេញចំណែកឯប្រព័ន្ធលូវិញមានត្រឹមតែប្រវែង390គីឡូម៉ែត្រប៉ុណ្ណោះគិតមកដល់ឆ្នាំ2007នេះជាមួយនឹងស្ថានីយ៍ម៉ាស៊ីនបូមទឹកចំនួន11កន្លែងទាំងអស់នេះបើប្រៀបធៀបទៅនឹងចំនួនប្រជាជនដែលរស់នៅក្នុងរាជធានីភ្នំពេញគឺនៅមិនទាន់ឆ្លើយតបទៅតាមតម្រូវការនៃការប្រើប្រាស់នៅឡើយទេភ្នំពេញហូរលូហូរទាំងអស់អាស្រ័យដោយការបូមបើមិនបូមទេគឺគ្មានសង្ឃឹមថាហូរទេព្រោះតំបន់ទឹកដែលចេញហូរចេញពីលូទៅចូលបន្លាយនេះគឺត្រូវអូសបញ្ជូនបើថាបូមបញ្ជូនចេញទៅក្រៅទាំងអស់បើសិនជាមានបញ្ហាខ្លះនៅលើបញ្ហាស្ថានីយ៍បូមទឹកវាធ្វើឲ្យបញ្ហាទីក្រុងវាវឹកវរក្នុងការលិចទឹកតែម្ដងរៀងរាល់ឆ្នាំនៅពេលរដូវភ្លៀងភ្នំពេញតែងតែជួបនឹងការជន់លិចនៅតាមតំបន់មួយចំនួនជាហេតុធ្វើឲ្យកកស្ទះចរាចរណ៍នៅតាមផ្លូវមួយចំនួនមិនតែប៉ុណ្ណោះបានបង្កឲ្យមានផលប៉ះពាល់ដល់ផ្នែកបរិស្ថានផងដែរសម្រាប់រាជធានីភ្នំពេញនៅពេលកាកសំណល់រាវបានហូរចេញមកលើផ្លូវបញ្ហាបរិស្ថានជាបញ្ហាធំគឺបញ្ហាលូជារៀងរាល់ឆ្នាំខែរដូវភ្លៀងយើងតែងតែជួបឧបសគ្គធំគឺលិចនៅកន្លែងដែលមានចរាចរណ៍ច្រើនលិចយូរពេលខ្លះដោយថាភ្លៀងខ្លាំងចឹងទៅដោយថាវាប្រព័ន្ធលូវាអត់នេះដោយថាវាស្ទះទៅអាចទៅជាមានការលិចទឹកលូវាស្ទះផ្ទះខ្ញុំក៏ស្ទះដែរវិចាលដល់ចឹងហូរអត់តាន់ផ្ទះខ្ញុំក៏លិចដែរដើម្បីដោះស្រាយបញ្ហានេះរាជរដ្ឋាភិបាលកម្ពុជានិងប្រទេសផ្ដល់ជំនួយមួយចំនួនបានធ្វើការសាងសង់ស្ថានីយ៍បូមទឹកនិងប្រឡាយបង្ហូរទឹកចេញនៅតាមកន្លែងមួយចំនួននៅក្នុងរាជធានីភ្នំពេញជាស្ដែងដូចជាគម្រោងការពីទឹកជំនន់និងប្រព័ន្ធកែលម្អប្រឡាយបង្ហូរទឹកក្នុងរាជធានីភ្នំពេញដែលជាជំនួយឥតសំណងរបស់រាជរដ្ឋាភិបាលជប៉ុនក្នុងគោលបំណងចែកការយើងមានគេហៅថាពាក្យស្លោកដូចជាពាក្យស្លោកមួយគេថា human security អញ្ចឹងណាដើម្បីសុវត្ថិភាពមនុស្សជាតិហើយទីក្រុងភ្នំពេញជាមុខមាត់នៃប្រទេសយើងនៃប្រទេសខ្មែរអញ្ចឹងចែកការក៏ចង់ជួយធ្វើម៉េចឲ្យទីក្រុងបានស្អាតហើយប្រជាជនរស់នៅប្រកបដោយមានអនាម័យខ្ពស់ដែរគម្រោងការពីទឹកជំនន់ដែលបានសាងសង់ឡើងដោយជំនួយឥតសំណងរបស់ជប៉ុននោះមាន2វគ្គទី1បានបញ្ចប់នៅឆ្នាំ2004ដោយជួយរំដោះទឹកពីការជន់លិចក្នុងរដូវវស្សានៅតំបន់ខាងត្បូងឈៀងខាងលិចហើយគម្រោង
ជំហានទី2បានចាប់ផ្ដើមធ្វើការសាងសង់នៅថ្ងៃទី13ខែធ្នូកន្លងទៅនេះដោយបញ្ចប់នៅឆ្នាំ2010និងជួយកាត់បន្ថយការជន់លិចតំបន់ផ្នែកខាងកើតរាជធានីភ្នំពេញទាំងអស់នេះធ្វើឲ្យប្រជាពលរដ្ឋមួយចំនួនមានការសប្បាយរីករាយកាលពីមុនមកវាលិចទឹកវាយូរទោះ2ថ្ងៃ3ថ្ងៃបានអស់ឥឡូវហ្នឹងវាតែមកផ្លែតថាជាដូចតែភ្លៀងចឹងទៅវាប្រហែលជា 4-5 ម៉ោងអីស្រកវិញទឹកលិចអីភ្លៀងមកពូដល់ឥឡូវគេធ្វើចឹងទៅផ្លូវទឹកផ្លូវអីហូរធម្មតាហូរល្អអត់មានលិចមានអីទេយើងមានផ្លូវមានអីដើរស្រួលចឹងហ៎ពូសពថ្ងៃនេះការសំណល់រាវស្ថិតនៅតំបន់ប៉ែកខាងកើតនៃរាជធានីភ្នំពេញត្រូវបានបង្ហូរចេញទៅក្នុងទន្លេសាបតាមរយៈបំពង់លូចំនួន12កន្លែងនៅរដូវប្រាំងដែលនេះជាការបំពុលប្រធានយ៉ាងខ្លាំងយើងសង្ឃឹមថានៅឆ្នាំ2010នៅពេលដែលបញ្ចប់គម្រោងនេះតំបន់ទាំងអស់នោះនឹងលែងលិចទៀតហើយក្រៅពីមិនលិចទឹកទាំងអស់ដែលទឹកបញ្ចេញទៅក្នុងទន្លេ4មុខរបស់យើងនឹងត្រូវបង្វែរទឹកស្អុយនេះចូលទៅក្នុងអាងស្តុកទឹកទាំងអស់របស់បឹងត្របែកហើយដែលត្រូវបូមទម្លាក់ទៅបឹងជប៉ុននេះជាអត្ថប្រយោជន៍ធំណាស់សម្រាប់ទីក្រុងភ្នំពេញរបស់យើងទោះបីជាយ៉ាងណាក៏ដោយនៅរាជធានីភ្នំពេញពុំទាន់មានស្ថានីយ៍ប្រព្រឹត្តកម្មសំណង់ទឹកស្អុយនៅឡើយទេប៉ុន្តែនៅតាមបណ្ដាខេត្តក្រុងមួយចំនួនក្នុងប្រទេសកម្ពុជាមានស្ថានីយ៍នេះហើយជាស្ដែងដូចជានៅខេត្តបាត់ដំបងមានស្ថានីយ៍ប្រព្រឹត្តកម្មទឹកស្អុយមួយកន្លែងដែលជាជំនួយរបស់សហគមន៍អឺរ៉ុបបានដំណើរការជាយូរមកហើយនៅពេលខាងមុននេះស្ថានីយ៍ប្រព្រឹត្តកម្មទឹកស្អុយសាឡបងមួយនឹងត្រូវបានស្ថាបនាឡើងដោយម្ចាស់គម្រោង Country នៃអង្គការ Campit អាឡឺម៉ង់នៅក្នុងស្រុកបាត់ដំបងនេះផងដែរការធ្វើវិសុទ្ធកម្មទឹកស្អុយរបស់ស្ថានីយ៍ទាំងពីរនេះនឹងផ្ដល់ទឹកស្អាតសម្រាប់កសិករប្រើប្រាស់សម្រាប់ការធ្វើកសិកម្មនិងកាត់បន្ថយជាតិពុលទៅក្នុងប្រភពទឹកដែលប្រជាពលរដ្ឋប្រើប្រាស់រៀងរាល់ថ្ងៃជាបំណងរបស់យើងគឺការកាត់បន្ថយជាតិពុលនៅក្នុងទឹកបាទកាត់បន្ថយជាតិពុលក្នុងទឹកកែប្រែទឹកស្អុយឲ្យទៅជាប្រភពបម្រើកសិកម្មដែលទឹកហ្នឹងគឺយើងបានកាត់បន្ថយបាទទាំងការទាំងគីមីនិយាយរួមទាំងជីវៈផ្សេងការរំដោះទឹកចេញពីរាជធានីភ្នំពេញនៅពេលជន់លិចនិងការកាត់បន្ថយជាតិពុលពីកាកសំណល់រាវគឺជាការងារសំខាន់ដែលរាជរដ្ឋាភិបាលចាត់ទុកជាចំណុចអាទិភាពសម្រាប់សុខុមាលភាពនិងអនាម័យរបស់ប្រជាពលរដ្ឋនិងភាពស្រស់ស្អាតរបស់រាជធានីភ្នំពេញតាមការឲ្យដឹងពីសាលាក្រុងនៅពេលខាងមុខនេះស្ថានីយ៍ប្រព្រឹត្តកម្មទឹកស្អុយចំនួន2កន្លែងនឹងត្រូវសាងសង់ឡើងមួយកន្លែងនៅបឹងទំពុននិងមួយកន្លែងទៀតនៅបឹងកក់តាមការបង្ហាញនិងរៀបរាប់នៅក្នុងបទចក្រាយើងឃើញថាឲ្យតែរដូវភ្លៀងធ្លាក់ម្ដងគឺនៅតំបន់មួយចំនួនហ្នឹងក៏មានការស្ទះលូតាក់ទងទៅនឹងការស្ទះលូនេះខ្ញុំសូមជម្រាបសួរលោកថាតើកត្តាអ្វីខ្លះដែលបង្កឲ្យមានការស្ទះលូនេះវាមានកត្តាជាច្រើនវាមានកត្តាបច្ចេកទេសផងកត្តារបស់មនុស្សផងបាទកត្តាបច្ចេកទេសគឺបានន័យថាជួនកាលវាអាចណែការសាងសង់នឹងឯងមិនត្រូវតាមបច្ចេកទេសដែលធ្វើឲ្យទឹកហូរបានហើយជួនកាលវាភ្លៀងខ្លាំងពេកណែទំហំមាត់លូរបស់យើងដាក់នឹងឯងវាតូចអញ្ចឹងវាអាចធ្វើឲ្យទឹកនឹងឯងហូរមិនទាន់បាទតែសំខាន់អ្វីដែលយើងឧស្សាហ៍ឃើញណែកើតឡើងនៅក្នុងណែរាជធានីភ្នំពេញដែលជាកត្តាមួយដែរដែលយើងគួរត្រូវតែជៀសវាងហើយត្រូវតែជៀសវាងនោះគឺការប្រមូលសម្រាមឬការបបោសសម្រាមនឹងឯងញាត់ចូលនៅក្នុងលូដែលរាល់ថ្ងៃហ្នឹងយើងឧស្សាហ៍ឃើញប្រជាពលរដ្ឋនៅរស់នៅតាមដងផ្លូវហ្នឹងជួនកាលគាត់បបោសសម្រាមជួនកាលអីចឹងទៅគាត់បបោសញាត់ចូលក្នុងលូឬមួយក៏ជាពិសេសនៅរដូវណែរៀបអាពាហ៍ពិពាហ៍ហ្នឹងគឺចុងភៅដែលគាត់ណែធ្វើម្ហូបនៅតាមផ្លូវហ្នឹងគាត់ជះបាយជះសម្លជះស្អីចោលនៅក្នុងហ្នឹងដែលជាកត្តាធ្វើឲ្យណែរាំងស្ទះនៅដំណើរទឹកហូរពេលដែលដល់រដូវភ្លៀងចឹងដែរចា៎ហើយនៅក្នុងបញ្ញកម្មបាញ់មិញក៏បានបង្ហាញឃើញដែរគឺមានការបង្ហូរនៅទឹកស្អុយចូលទៅក្នុងទន្លេចា៎ចំពោះការបង្ហូរទឹកស្អុយចូលទៅក្នុងទន្លេតើវាអាចបង្កគ្រោះថ្នាក់ដល់បរិស្ថានយ៉ាងដូចម្តេចខ្លះទៅចឹងខ្ញុំសូមជម្រាបថាទឹកសំអុយនឹងស្អីទៅគេហៅទឹកសំអុយឬមួយក៏
ទឹកលូហ្នឹងគឺជាទឹកដែលគេប្រើប្រាស់រួចខូចគុណភាពបាទហើយគេបង្ហូរចោលគឺគេប្រើដែលមានប្រភពចេញពីគេអដ្ឋាននៅក្នុងនោះការប្រើប្រាស់សម្រាប់បង្គន់សម្រាប់មុជសម្រាប់ដាំស្លសម្រាប់បោកខោអាវជាដើមហើយនឹងទឹកសមុទ្រដែលគេប្រើប្រាស់នៅតាមរោងសិប្បកម្មរោងចក្រសហគ្រាសនឹងតាមរយៈសកម្មភាពកសិកម្មទាំងអស់ហ្នឹងគឺជាទឹកសំអុយហើយយើងដើម្បីឲ្យដឹងថាវាប៉ះពាល់ដល់បរិស្ថានហើយនឹងសុខភាពរបស់ប្រជាពលរដ្ឋយ៉ាងម៉េចនោះយើងនាំគ្នាស្វែងយល់ទាំងអស់គ្នាតើសមាសធាតុអីខ្លះដែលមាននៅក្នុងទឹកសំអុយហ្នឹងបាទគឺនៅក្នុងទឹកសំអុយហ្នឹងគឺវាមានសមាសធាតុអอร์ហ្គានិកហើយនឹងមិនមែនអอร์ហ្គានិកបាទហើយពពួកហ្នឹងកាលណាវាហូរចូលទៅក្នុងទឹកទន្លេបាទគឺវាចាប់ផ្ដើមវាមិនមែនចាំបាច់តែហូរទៅដល់ទឹកទន្លេទេវាចាប់ផ្ដើមធ្វើប្រព្រឹត្តកម្មអុកស៊ីតកម្មហ្នឹងបាទកាលណាវាហូរចូលទន្លេទៅវាចាប់ផ្ដើមធ្វើប្រព្រឹត្តកម្មអុកស៊ីតកម្មហ្នឹងវាត្រូវការអុកស៊ីហ្សែនបាទវាត្រូវអុកស៊ីហ្សែនហើយប្រព្រឹត្តកម្មអុកស៊ីតកម្មហ្នឹងតាមរបៀបគីមីផងតាមបែបជីវៈផងបាទតាមបែបជីវៈផងអញ្ចឹងវាត្រូវការអុកស៊ីហ្សែនបើវាត្រូវការអុកស៊ីហ្សែនកាលណាបរិមាណទឹកសំអុយនឹងវាទៅកាន់តែច្រើនធ្វើឲ្យនៅក្នុងទឹកទន្លេរបស់យើងនឹងឯងកង្វះជាតិអុកស៊ីហ្សែនបើអញ្ចឹងកង្វះជាតិអុកស៊ីហ្សែនវាប៉ះពាល់ដល់បរិស្ថានស្អីគឺជីវិតត្រីបាទកាលណាត្រីវាអត់មានអុកស៊ីហ្សែនគឺវាអត់អាចមានការរីកចម្រើននិងលូតលាស់បានទេនឹងគឺជីវិតត្រីហើយទី2ទៀតគឺនៅក្នុងទឹកសមុទ្រយើងនឹងមានសារធាតុចិញ្ចឹមដូចជាអាសូតដូចជា phosphor អីចឹងហើយពពួកហ្នឹងកាលណាវាហូរចូលទៅក្នុងទឹកទន្លេវាជាលក្ខខណ្ឌមួយល្អសម្រាប់ពពួករុក្ខជាតិដែលរស់នៅលើទឹកបាទពពួករុក្ខជាតិរស់នៅក្នុងទឹកវាចាប់ផ្ដើមរស់ដោយសារវាមានសារធាតុចិញ្ចឹមដោយសារវាមានជាតិជីហ្នឹងបាទពីយើងអាសាយកទឹកនោមអីទៅស្រោចហ្នឹងដោយសារវាមានសារធាតុចិញ្ចឹមហ្នឹងច្រើនអញ្ចឹងកាលណាវាដុះទៅវាត្រូវការអុកស៊ីហ្សែនដើម្បីជីវិតរបស់វាទៀតបើវាត្រូវការអុកស៊ីហ្សែនរបស់ជីវិតរបស់វាត្រូវការស្រូបអុកស៊ីហ្សែនហ្នឹងចេញពីទឹកទៀតវាមិនតែស្រូបពីបរិយាកាសទេគឺស្រូបចេញពីទឹកអញ្ចឹងធ្វើឲ្យទឹកនឹងឯងខ្វះជាតិអុកស៊ីហ្សែនហើយការរស់របស់វានឹងឯងវាមានរយៈពេលវាថ្ងៃណាមួយវានឹងងាប់វារស់តអាមួយទៀតងាប់ទៅវានឹងធ្លាក់ទៅក្រោមដល់វាធ្លាក់ទៅក្រោមវាចាប់ផ្ដើមរលួយនៅក្នុងលក្ខខណ្ឌមួយអត់អុកស៊ីហ្សែនកាលណាវារលួយអុកស៊ីហ្សែនពេលនោះវាបង្កើតឲ្យមានអូស្មန်បាទមានអូស្មန်កាអូស្មန်មេតានអូស្មန်កាបូនដៃអុកស៊ីតហ្នឹងណាធ្វើឲ្យទឹកយើងស្អុយបាទធ្វើឲ្យទឹករបស់យើងហ្នឹងឡើងស្អុយព្រោះវាមានអូស្មန်ហ្នឹងអញ្ចឹងគឺវាធ្វើឲ្យប៉ះពាល់ដល់បរិស្ថានបាទប៉ះពាល់ដល់ការប្រើប្រាស់ហើយសារធាតុមួយចំនួនទៀតដែលជាសារធាតុពុលហ្នឹងជាពិសេសគឺកាលណាយើងប្រើថ្នាំបាញ់សម្លាប់សត្វល្អិតពេលដែលភ្លៀងមកវានឹងហូរចូលដែរចា៎បាទវានឹងហូរចូលក្នុងលូវាហូរចូលក្នុងទន្លេឬមួយក៏នៅទីក្រុងភ្នំពេញហ្នឹងដែលយើងមើលទៅគួរឲ្យព្រឺសម្បល់ដែរគឺកន្លែងដែលណែរោងជាងធ្វើឡានបាទជួនកាលគាត់បង្ហូរអាប្រេងម៉ាស៊ីនចាស់នឹងឯងហូរភ្លៀងមកហូរចូលក្នុងចូលក្នុងលូហើយហូរចូលទៅទន្លេហូរចូលទៅអីចឹងបាទទាំងអស់ហ្នឹងហើយគឺជាផលប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋហើយយើងដែលយើងលេបថ្នាំអង់ទីប៊ីយោទិកយើងអីហ្នឹងគឺណាយើងបត់ជើងបត់អីហ្នឹងទៅគឺវាជានាំឲ្យប៉ះពាល់ដល់ហើយបើស្នាជាវាចេញពីមន្ទីរពេទ្យមន្ទីរអីសិតតែអ្នកជំងឺអីទៀតហ្នឹងគឺគ្រោះថ្នាក់បំផុតដល់សុខភាពរបស់ប្រជាពលរដ្ឋហើយតាមរយៈធ្វើការសិក្សារបស់អង្គការសុខភាពពិភពលោកហ្នឹងនៅលើពិភពលោកទាំងមូលដែលក្នុងមួយឆ្នាំស្លាប់ 1.8 លានហ្នឹងគឺ 88% នៃការអ្នកស្លាប់ហ្នឹងគឺតាមរយៈការប្រើប្រាស់មិនទឹកស្អាតហើយអ្នកដែលស្លាប់ច្រើនជាងគេហ្នឹងកូនក្មេងចា៎បាទហ្នឹងគឺជាផលប៉ះពាល់តាមរយៈទឹកសំអុយដែលយើងមិនបានធ្វើប្រតិកម្មរួចយកទៅដាក់នៅក្នុងទន្លេបង្ហូរចូលទៅទន្លេ direct តែម្ដងហ្នឹងធ្វើឲ្យប៉ះពាល់ដល់ធម្មជាតិផងដល់សុខភាពប្រជាពលរដ្ឋផងសម្រាប់អរគុណចំពោះការបកស្រាយរបស់លោកហើយជាបន្តទៅទៀតនេះសូមអញ្ជើញលោកនិងទូទស្សនិកជនតាមដានទស្សនានៃការបញ្ចេញមតិរបស់ប្រជាពលរដ្ឋយើងដែលតេតទៅនឹងការគ្រប់គ្រងកាកសំណល់នេះសូមអញ្ជើញនៅផ្ទះរបស់បងអូនហ្នឹងគេមកយកសម្រាប់រាល់ថ្ងៃ
ចាមកយកអត់យករាល់ថ្ងៃ3ថ្ងៃយកម្ដងចាអត់ផង2ថ្ងៃមកម្ដងជួនណា3ថ្ងៃមកម្ដងប្រសិនបើមុខផ្ទះរបស់អ្នកមីងគ្មានកន្លែងដាក់សម្រាមតែអ្នកមីងពេញចិត្តយកសម្រាមដាក់នៅក្នុងផ្ទះអត់ទេអត់ចូលសម្រាមដាក់ក្នុងផ្ទះទេមកពីខ្ញុំទុកនៅខាងមុខផ្ទះហ្នឹងទៅបើឡានគេមិនយកអាហ្នឹងយើងក៏ដុតចោលហ្នឹងហើយធ្វើម៉េចចាចាំមានន័យថាប្រសិនបើឡានសម្រាមមិនមកយកសម្រាមទេអ្នកមីងដុតសម្រាមចោលហ្នឹងហើយដុតចោលទៅមិនឥឡូវចាំមុខផ្ទះអ្នកមីងមានកន្លែងដុតសម្រាមហ៎មានកន្លែងដុតសម្រាមមែនណាយប់ខ្ញុំដុតមុខផ្ទះហ្នឹងហ្មងណាពេលរាល់ថ្ងៃពេលឡានអត់មកខ្ញុំអត់បានយកចាខ្ញុំគ្រាន់ថាខ្ញុំអត់យកទៅចាហើយក៏អត់យកដុតដែរខ្ញុំទុកនៅម្ដុំតែខ្ញុំគ្រាន់ថាច្រកថងដាក់ឲ្យបានត្រឹមត្រូវទុកនៅកន្លែងហ្នឹងឲ្យខាងអ្នកសម្រាមមកយកបងពេញចិត្តចំពោះអ្នកយកសម្រាមសពថ្ងៃឬមួយយ៉ាងម៉េចដែរបងពេញចិត្តដែរយកស្របណាមួយតម្លៃសមរម្យដែរក្នុងមួយខែ$1ចាហើយការយកសម្រាមរបស់គាត់ហ្នឹងយ៉ាងម៉េចដែរមានអីពូការងាររបស់គាត់ធ្វើការល្អតាពេលដែលមកប្រមូលម្ដងប្រមូលនឹងអស់ពីមុខផ្ទះអត់មានដែរសល់ពេញចិត្តនឹងគេនឹងដែរយើងមិនអាចទៅធ្វើខ្លួនឯងបានទេយើងមិនត្រូវការយើងអនុគ្រោះគ្នាតើលោកយល់ឃើញយ៉ាងណាដែរចំពោះការគ្រប់គ្រងកាកសំណល់របស់ប្រជាពលរដ្ឋយើងដែលគាត់បានបញ្ចេញមតិអំបញ្ញមិញនេះយោបល់ខ្ញុំគឺសូមឲ្យប្រជាពលរដ្ឋទាំងអស់ហ្នឹងកុំឲ្យដុតសម្រាមចោលបាទព្រោះការដុតសម្រាមហើយគាត់មានប្រសាសន៍ទៀតគាត់ថាដុតសម្រាមមិនទៅដុតសម្រាមនៅក្រោយផ្ទះគាត់ឬក្នុងផ្ទះគាត់ទេគឺគាត់ដុតនៅតាមផ្លូវអញ្ចឹងទីមួយវាប៉ះពាល់ដល់សុខភាពមិនត្រឹមតែគាត់ទេវាប៉ះពាល់ដល់សុខភាពរបស់ប្រជាពលរដ្ឋដែលរស់នៅជុំវិញហ្នឹងសូមកុំឲ្យគាត់ដុតហើយគាត់ជួយរក្សាយ៉ាងម៉េចណាជាពិសេសហ្នឹងគឺកុំឲ្យសម្រាមរបស់គាត់ហ្នឹងសម្បូរជាតិទឹកពេកអញ្ចឹងមុននឹងណែគាត់ក្រៀបវិចខ្ចប់ហ្នឹងគឺគាត់ត្រូវសម្ងួតមិនមែនថាគាត់ត្រូវហាលគាត់អីទេប៉ុន្តែដូចជាកន្លែងលាងចានលាងអីហ្នឹងគាត់ត្រូវកាកសំណល់ហ្នឹងគាត់ត្រូវត្រងតឲ្យវាស្រក់ទឹកឲ្យអស់សិនទៅចាំគាត់ទៅចាក់ក្នុងសម្រាមអញ្ចឹងការស្អុយរលួយរបស់ហ្នឹងក៏វាមិនសូវលឿនប្រមាណដែរនេះជាយោបល់របស់ខ្ញុំសម្រាប់ប្រជាពលរដ្ឋដោះស្រាយនៅពេលណាដែលក្រុមហ៊ុនយកសម្រាមហ្នឹងមិនយកមកតាន់ពេលវេលាមានការយឺតយ៉ាវចាសសូមថ្លែងអំណរគុណចំពោះប្រសាសន៍របស់លោកនិងសូមថ្លែងអំណរគុណចំពោះវត្តមានរបស់លោកនៅក្នុងស្ទូឌីយោរបស់យើងនៅក្នុងថ្ងៃនេះចាលោកស្រីអ្នកនាងកញ្ញាទូទាំងស្នេហ៍ជនជាទីគោរពកិច្ចពិភាក្សារវាងនាងខ្ញុំនិងលោកអនុបណ្ឌិតជោគំហេងដែលស្ដីអំពីការគ្រប់គ្រងសម្រាមនៅក្នុងរាជធានីភ្នំពេញរបស់យើងនៅក្នុងពេលនេះសូមបញ្ចប់តែត្រឹមនេះជាបន្តទៅទៀតនេះសូមអញ្ជើញលោកអ្នកនាងជួបជាមួយនឹងលោកអ៊ុយប៊ុនមីវិញម្ដងចាសូមអញ្ជើញអរគុណលោកធុលោកស្រីប្រិមិត្តទូរទស្សនិកជនជាទីមេត្រីនៅក្នុងសប្តាហ៍នេះយើងខ្ញុំសូមអញ្ជើញលោកស្រីតាមដាននៅបទសម្ភាសន៍របស់ខ្ញុំបាទជាមួយនឹងសមាជិកព្រឹទ្ធសភាវិញម្ដងសូមអញ្ជើញជំរាបសួរអាយដាមតើហេតុអ្វីទៅបានជាប្រជាជនកម្ពុជាយើងអនុម័តនៅច្បាប់ស្តីពីជីវសុវត្ថិភាពនេះបាទនៅក្នុងការវិនិយោគអភិវឌ្ឍហើយអភិវឌ្ឍជឿនលឿននោះយើងឃើញថាមានក្រុមអ្នកប្រាជ្ញជាច្រើនបានសិក្សាឃើញនៅរូបមន្តនៅរូបគេហៅថាវិទ្យាសាស្ត្រថ្មីបដូរសារធាតុនៃធម្មជាតិរបស់ធម្មជាតិមួយទៀតសួរថាតើអាចពាក់ព័ន្ធដល់សុខភាពមនុស្សយ៉ាងទេពាក់ព័ន្ធទៅលើការចម្លងរោគថ្មីទៅដល់ធម្មជាតិផ្សេងទៀតដែរដែលនៅជុំវិញកម្ពុជារបស់យើងនេះគឺការបង្កើតច្បាប់នេះចេញគឺវាមានសារៈប្រយោជន៍ខ្លាំងណាស់ចាហើយសារៈប្រយោជន៍នោះគឺសំដៅទៅលើគោលដៅសំខាន់ដោយខាងក្រោមនេះគឺការពារផលិតផលកសិកម្មការពារសត្វគ្រប់ប្រភេទការពារធនធម្មជាតិជាពិសេសគឺថារុក្ខជាតិចម្រុះនៅក្នុងស្រុករបស់យើងប្រទេសកម្ពុជាយើងមិនមែនជាប្រទេសដែលថាមានការកែច្នៃអីច្រើនបច្ចេកវិទ្យាយើងនៅមានការអន់ខ្សោយតែហេតុអ្វីដែលយើងត្រូវការច្បាប់នេះដែរបាទដោយច្បាប់នេះបើថាដែលយើងធ្វើនោះដោយសារសពថ្ងៃនេះវាមានចរន្តការលក់ដូរគឺថាដោយសារថាកាលណាគេផលិតគេរកឃើញហើយគេតែងតែមានពូជនឹងលក់ពេញពិភពលោកអញ្ចឹងកម្ពុជាក៏អាចដើម្បីឲ្យកុំឲ្យពិបាកក្នុងការទប់ស្កាត់នឹងសត្វល្អិតក៏ទិញពូជនឹងមកដាំនៅកម្ពុជាអញ្ចឹងវាអាចចម្លងទៅជុំវិញក្នុងកម្ពុជាយើងដែរនៅសារធាតុថ្មីហ្នឹងដែលវាបង្កើតទៅជាលក្ខណៈ
មួយដោយសារវាបដូររូបមន្ត ADN រឿងបញ្ហាថាធ្វើខ្លួនសត្វឬក៏មនុស្សអីវាពាក់ព័ន្ធនឹងច្បាប់នេះដែរឬអត់អ្វីដែលយើងត្រូវធ្វើអ្វីដែលយើងមិនត្រូវធ្វើអ្វីដែលយើងអាចធ្វើបានទប់ស្កាត់ដែរអញ្ចឹងច្បាប់នេះវាមានសភាពរំលាយគឺជាច្បាប់មួយមានលក្ខណៈខ្នាតអន្តរជាតិតែម្ដងមិនមែនតែច្បាប់របស់យើងសុទ្ធទេបទសម្ភាសន៍របស់ខ្ញុំបាទមកដល់ពេលនេះសូមចប់តែប៉ុណ្ណេះយើងខ្ញុំសូមអញ្ជើញលោកស្រីតាមដាននៅកម្មវិធីរបស់យើងខ្ញុំជាមួយលោកខឹមវិធីវិញម្ដងសូមអញ្ជើញអរគុណលោកអ៊ុយប៊ុនមីលោកស្រីទូរទស្សនិកជនជាទីគោរពជាបន្តទៅនេះសូមគោរពអញ្ជើញតាមដានទស្សនាពីការបង្ហាញជូនពីចំណាប់អារម្មណ៍កម្មវិធីសមាធិប្រចាំសប្តាហ៍ដូចតទៅលោកស្រីទូរទស្សនិកជនជាទីគោរពកម្មវិធីសមាធិប្រចាំសប្តាហ៍មានផ្សាយជូននៅរៀងរាល់យប់ថ្ងៃអាទិត្យកម្មវិធីព័ត៌មាននិងផ្សាយជូនឡើងវិញនៅរៀងរាល់ថ្ងៃច័ន្ទវេលាម៉ោង1រសៀលលោកអ្នកអាចចូលរួមបញ្ចេញជាយោបល់តាមរយៈទូរស័ព្ទការផ្ញើជាសំឡេងជាខ្សែវីដេអូ SMS Email ឬមួយលោកអ្នកអាចចូលទៅក្នុងគេហទំព័រដែលមាននៅលើកញ្ចក់ទូរទស្សន៍ស្រាប់នៅក្នុងពេលនេះកម្មវិធីសមាធិប្រចាំសប្តាហ៍ដល់ទីបញ្ចប់ទៅហើយសូមអរគុណយ៉ាងជ្រាលជ្រៅចំពោះការតាមដានទស្សនារបស់លោកនាងសូមជូនពរមានសុភមង្គលគ្រប់គ្រួសារជួបគ្នានៅសប្តាហ៍ក្រោយនៅក្នុងពេលនេះខ្ញុំបាទកម្មវិធីក៏ដូចជាអ្នករៀបចំកម្មវិធីសូមអរគុណសូមជម្រាបលា